សួស្តីអ្នកទាំងអស់គ្នានៅប៉ុន្មានម៉ោងមុននេះ NTSB របស់អាមេរិកបានបញ្ចេញរបាយការណ៍បឋមស្តីពីមូលហេតុនៃការធ្លាក់លើជើងហោះហើរ UPS 2976 កាលពីថ្ងៃទី 4 ខែវិច្ឆិកាកន្លងទៅថ្មីៗនេះហើយតាមរយៈរបាយការណ៍នេះ NTSB បានបង្ហាញរូបភាព6សន្លឹកដែលអាចជួយពន្យល់បានគ្រប់យ៉ាងនៅដើមហេតុដំបូងនៃការធ្លាក់នៅថ្ងៃនោះតាមរយៈរូបភាពទី 1 យើងឃើញថាយន្តហោះបានរត់ទៅលើ runway ដល់ល្បឿន rotation ហើយក្បាលរបស់យន្តហោះក៏ចាប់ផ្ដើមបះឡើងទៅលើដែលជារួមគឺមើលទៅធម្មតាគ្មានអ្វីខុសប្រក្រតីនោះឡើយមកដល់រូបភាពទី 2 យើងឃើញថាម៉ាស៊ីនទី 1 នៅស្លាបខាងឆ្វេងចាប់ផ្ដើមដាច់ចេញពីស្លាបបះឡើងទៅលើនិងមានផ្សែងលេចឡើងផងដែរការបះឡើងបែបនេះគឺបណ្ដាលមកពីម៉ាស៊ីនកំពុងរត់ពេញកម្លាំងឯការដាច់ចេញគឺផ្ដើមពី pylon នៅផ្នែកខាងក្រោយនៅរូបភាពទី 3 យើងឃើញថាម៉ាស៊ីនទី 1 នេះបានដាច់ចេញផុតពីស្លាបហើយជាមួយគ្នានេះភ្លើងក៏ចាប់ផ្ដើមឆាបឆេះឡើងផងដែរមូលហេតុដែលភ្លើងឆាបឆេះឡើងនៅពេលនោះគឺបណ្ដាលមកពីទាំងខ្សែភ្លើងទាំងឡាយក៏ដូចជាបំពង់បញ្ជូនប្រេងទៅម៉ាស៊ីនទី 1 នេះត្រូវបានដាច់ខូចខាតដូចគ្នាធ្វើឲ្យប្រេងដែលបញ្ជូនទៅម៉ាស៊ីនត្រូវឆាបឆេះតែម្ដងមកដល់រូបភាពទី 4 យើងឃើញថាយន្តហោះបានឆាបឆេះឡើងសន្ធោសន្ធៅហើយម៉ាស៊ីនទី 1 បានហោះឡើងទៅលើរំលងយន្តហោះនិងធ្លាក់មកវិញនៅផ្នែកខាងស្ដាំដោយដែលយើងបានឃើញនៅក្នុងរូបភាពទី 5 មូលហេតុដែលម៉ាស៊ីនទី 1 នេះមិនធ្លាក់មកក្រោយហើយបែរជាហោះរំលងយន្តហោះមកខាងស្ដាំហេតុផលគឺបណ្ដាលមកពីម៉ាស៊ីននេះកំពុងវិលពេញកម្លាំងមកខាងស្ដាំនេះឯងដូច្នេះនៅពេលដែលម៉ាស៊ីនដាច់ចេញភ្លាមៗកម្លាំងរង្វិលដែលនៅសល់ទាញវាឲ្យរេមកស្ដាំតែម្ដងនិងចុងក្រោយនៅរូបភាពទី 6 យើងឃើញថាយន្តហោះបានប្រឹងងើបក្បាលហោះឡើងទាំងមានអណ្ដាតភ្លើងកំពុងឆាបឆេះសន្ធោសន្ធៅហើយមិនតែប៉ុណ្ណោះទេបើយើងពិនិត្យនៅផ្នែកខាងក្រោយយើងនឹងឃើញភ្លើងមួយទៀតដែលអណ្ដាតភ្លើងនោះគឺបញ្ចេញដោយម៉ាស៊ីនទី 2 នៅកន្ទុយក្រោយបន្ទាប់ពីមានបំណែកណាមួយចូលទៅក្នុងម៉ាស៊ីននោះតាមរយៈរបាយការណ៍បឋមនេះ NTSB បានរកឃើញមូលហេតុនៃការដាច់ម៉ាស៊ីននេះគឺបណ្ដាលមកពីស្នាមប្រេះតូចៗដែលភាសាបច្ចេកទេសហៅថា fatigue crack ដែលកើតឡើងនៅកន្លែងដែល pylon ចាប់ភ្ជាប់នឹងស្លាបស្នាមប្រេះតូចៗទាំងអស់នេះកើតឡើងយ៉ាងស្ងៀមស្ងាត់ជាទីបំផុតហើយមូលហេតុដែលវាកើតឡើងគឺបណ្ដាលមកពីការប្រឹងខ្លាំងនិងរំញ័រប្រចាំថ្ងៃ NTSB ក៏បញ្ជាក់ឲ្យដឹងផងដែរថាយន្តហោះនេះក៏ត្រូវបានក្រុមហ៊ុន UPS ដាក់ឲ្យត្រួតពិនិត្យលើបញ្ហា fatigue crack នេះចុងក្រោយកាលពីខែតុលាឆ្នាំ 2021 មកម្លេះនិងតាម schedule ត្រូវពិនិត្យឡើងវិញក្នុងពេលឆាប់ៗនេះតែអ្វីៗក៏បានកើតឡើងមុនបាត់ទៅហើយគួរបញ្ជាក់ផងដែរថាឧបទ្ទវហេតុនេះគឺជាប្រវត្តិសាស្ត្រច្រាំដែររបស់អាមេរិកដែលហេតុការណ៍ដូចគ្នានេះកើតឡើងម្ដងរួចទៅហើយកាលពី46ឆ្នាំមុនលើជើងហោះហើរ American Airlines លេខ 191 ដូច្នេះបើបងប្អូនណាមិនទាន់ដឹងអំពីរឿងនេះទេអាចរកមើលវីដេអូរបស់ខ្ញុំនៅភាគទី 20 នេះបានសូមអរគុណ